សួស្តីបងប្អូនទាំងអស់គ្នាជាមួយនឹងខ្ញុំទៀតហើយadmin ស្អីទៅបានខ្ញុំទំនេរខ្លាំងពេកក៏មកនៅបងប្អូនមកលេងនៅកោះរុស្សីមកជាក្បាលលេងទេសភាពអីចឹងណាសាក់ថ្មជីវិតអីចឹងណាក៏នេះបងប្អូននេះក្បាលទេសចរគេឡើងធំមកនឹងបោះកោះរុស្សីផ្ទាល់បងប្អូនមើលលើសើចង់ជាប្រទេសគេមកលេងច្រើនបងប្អូនបើនៅកន្លែងនោះវិញកំពង់សោមអាហ្នឹងស្ថានភាពនៅកំពង់សោមណាកាស៊ីណូអីនៅកំពង់សោមនៅទាំងអស់ឃើញមើលពីកោះមកឃើញឡើងច្បាស់មែនតើអាហើយបើទុកហើយបើឧបរណ៍នេះវិញអាហ្នឹងរបស់ខ្ញុំជិះផ្ទាល់ជិះទៅលេងកោះទៅវិញទៅមកហើយនឹងធ្វើការអីចឹងណាជិះទៅពីរឥឡូវក្បាលពីរហ្នឹងទៅចតអ្នកទេសចរនៅក្នុងនោះមានដូចជាប្រទេសបារាំងប្រទេសចិនមានដូចជាហើយនឹងប្រទេសច្រើនទៀតបងប្អូនដូចជាប្រទេសហ៊ូឡង់ក៏មកលេងលើកោះនេះដែរទេសចរនៅប្រទេសច្រើនមែនទែននិយាយទៅគេមកលេងនៅនេះច្រើនមកបើស្អាតតែនៅកន្លែងនេះវាមានបន្ទប់គេងស្រួលត្រឹមត្រូវហើយនឹងកន្លែងទេសចរគេជាមួយនឹងបន្ទប់គេច្រើនគេធ្វើវីឡាគេងច្រើនមែនទែននេះកន្លែងផ្ទះគេវីឡាហ្មងហើយបើនៅលើកោះទៅលើភ្នំទៅមានវីឡាគឺច្រើនទៀតរបស់ភ្ញៀវមើលទៅកន្លែងនេះកន្លែងគេវាយគុនគោកន្លែងអីបងប្អូនមើលទៅទេសភាពនៅទីនេះស្អាតហ្មងបើសិនបានមកលេងរាល់ថ្ងៃអែមហ្មងតែបើសិនបានធ្វើផ្ទះទៅលើនេះទៀតគិតតែអែមទៀតតែទេសភាពនៅទីនេះវាសស្អាតមើលទៅដូចបាហ្មងណាពុទ្ធទេសចរគេជិះទូកលេងនៅទីនោះពីអមទូកហើយបើទូកធំហ្នឹងទូកអ្នកនេសាទអ្នកវាយត្រីមិនទៅទេសភាពស្អាតស្រស់ស្អាតហ្មងនេះឧបរណ៍ទេសចរនេះឥឡូវនេះទេសចរគេទៅយកហើយឥឡូវហ្នឹងយកពីក្បាលធំហ្នឹងឥឡូវចេញមកឧបរណ៍មើលទៅមានកូនចៅគេចាំបោះទុកអីមកឆ្ងាញ់បងមើលសារទេសចរស្តាបារាំងស្តាខ្មែរយ៉ាងទៅមានច្រើនសោះមែនតើមកលេងនៅទីនេះមើលទៅអូគេមានបបបាក់អីមកឆ្ងាញ់របស់គេទៅណានេះឥឡូវនេះគេចុះមកមើលស្តាប្រុសស្រីអ្នកទេសចរមកលេងច្រើនហ្មងនៅកោះរុស្សីខេត្តព្រះសីហនុហើយនៅក្រោយនោះកោះគេហៅកោះអីគេកោះតាគៀវមួយមើលបាទបងប្អូនមើលវីដេអូនេះសូមជួយ like follow ផងបងប្អូន Where ដែលជាពិសេសនោះ subscribe